តោះសួស្តីបងប្អូនអរគ្នាចាថ្ងៃមុនគឺខ្ញុំបានបង្រៀនបងប្អូនអរគ្នាអំពីរបៀបអ៊ុតជើងខោចាអ៊ុតជើងខោយ៉ាងម៉េចដើម្បីឲ្យមានភ្លីស្អាតណាឥឡូវនេះបងប្អូនអរគ្នាទៅតាមដានបន្តអំពីរបៀបអ៊ុតកលៈកផ្លូវតាគៀកហ្នឹងណាកន្លែងកផ្លូវហ្នឹងធ្វើម៉េចដើម្បីឲ្យវាមានភ្លីស្អាតល្អបងប្អូនអរគ្នាចាបងប្អូនទៅតាមដានទស្សនាទាំងអស់គ្នា Let's go មុនដំបូងគឺយើងចាប់ខោនេះយើងចាប់អាភ្លីខាងនេះអាភ្លីដែលយើងអ៊ុតហើយពីជើងខោពីក្រោមមកហ្នឹងគឺបងប្អូនចាប់នេះអាកន្លែងភ្លីហ្នឹងគឺចាប់ឲ្យត្រង់មកចាឲ្យយើងទាញឲ្យតម្រៀបឲ្យស្មើកន្លែងហ្នឹងព្រោះធម្មតាខោយើងតែងតែមានស្នាមភ្លីចាស់ហើយអញ្ចឹងយើងយកមកអ៊ុតតាមក្រោយបន្តអញ្ចឹងគឺវាអត់ពិបាកទេដោយសារមានភ្លីចាស់មួយអញ្ចឹងណាអញ្ចឹងយើងទាញកន្លែងហ្នឹងឲ្យរៀបមកហើយយើងយកមកខាងទៀតហ្នឹងយកមកដាក់បត់ផ្គុំលើគ្នាអញ្ចឹងណាបងប្អូនអរគ្នាចាអញ្ចឹងបន្ទាប់ពីយើងដាក់រៀបវាស្អាតបាតអញ្ចឹងហើយយើងទាញលាតនេះបងប្អូនអរគ្នាទាញលាតអាតតឹងហ្នឹងដាក់ឲ្យស្មើគ្នាទាំងអស់អញ្ចឹងណាពងតារៀបអ៊ុតខោងាកទៅក្រោយទៅបងប្អូនអរគ្នាឃើញលោកមុនបិណ្ឌនៃសកម្មភាពរបស់ខ្ញុំបងប្អូនអរគ្នារឹតកបោបដាក់បាតលោកសិនអញ្ចឹងយើងធ្វើបុណ្យធ្វើទានមិនចាំបាច់តទៅឆ្ងាយទេបងប្អូនអរគ្នាបុណ្យមកដល់កម្មចរាផ្ទះហើយគឺយើងទៅតែធ្វើដើម្បីឲ្យទទួលបានបុណ្យកុសលសម្រាប់ជាផ្លូវដំណើរយើងទៅមុខទៀតចឹងណាបងប្អូនអរគ្នាចាមានអីដែលអាចវិស្ពាយយកទៅជាមួយយើងបានទេបងប្អូនគឺមានតែបុណ្យនឹងឯងដែលជាសម្ពាយបុណ្យរបស់យើងយកទៅតាមខ្លួនបានណាបងប្អូនអរគ្នាចាតោះឥឡូវនេះយើងក្រឡេកមកមើលការអ៊ុតបន្ថែមខោយើងវិញដល់បងប្អូនចានេះគ្នាយើងបកវាចឹងមកចឹងកន្លែងហ្នឹងគឺយើងតម្រៀបវាទាញអស់សាច់កន្លែងហ្នឹងទាញគៀវាអស់សាច់ចឹងមកណានេះទាញតម្រៀបវាឲ្យស្មើចឹងមកហើយចាំយើងអ៊ុតនៅផ្ទាំងខាងមុខហ្នឹងណានេះទាញអ៊ុតនៅផ្ទាំងខាងមុខហ្នឹងជាមុនសិនណាចាឥឡូវតោះយើងទៅធ្វើការអ៊ុតទាំងអស់គ្នាចាតោះអញ្ចឹងមុននឹងយកមកអ៊ុតគឺខ្ញុំតែងតែប្រាប់បងប្អូនថាត្រូវតែយកមករុះនៅលើក្រណាត់សកួរសិនដើម្បីការពារកុំឲ្យឆ្នាំងអ៊ុតហ្នឹងវាក្តៅពេកអាចបន្ថយភ្លើងនឹងបានតែបើសិនជាវាក្តៅនេះបងប្អូនអរគ្នាយកមកសាកលើក្រណាត់នឹងហើយបងប្អូនកុំភ្លេចត្រូវយកដៃស្ទាបនៅលើក្រណាត់នឹងសិនណាថាតើក្រណាត់នឹងវាមានកម្ដៅប៉ុណ្ណាដែរវាកម្ដៅវាខ្លាំងឬក៏ខ្សោយអញ្ចឹងណាបងប្អូនអរគ្នាចាបើសិនជាកម្ដៅខ្លាំងគឺយើងអាចយកដៃមកបន្ថយកម្ដៅបានចាអញ្ចឹងបន្ទាប់ពីយើងរុះនៅលើសាច់កណាត់ហើយយើងក៏យកមកអ៊ុតនៅលើសាច់ខោណាបងប្អូនអរគ្នាទាញមកចឹងមកណានេះអ៊ុតទាញមកចឹងមកចាអ៊ុតទាញចឹងរហូតមកដល់លើកន្លែងកេះនេះណាបងប្អូនអរគ្នាដល់ដៃមកខាងកាន់ទូរស័ព្ទដល់ពេលចឹងទៅវារៀងពិបាកតិចដែរណាវាអត់ដូចបងប្អូនអនុវត្តផ្ទាល់ដែលមានដៃពីរកាន់ឆ្នាំងអ៊ុតទេចាអញ្ចឹងនេះខ្ញុំកាន់ឆ្នាំងអ៊ុតមកខាងខ្ញុំកាន់ទូរស័ព្ទមកខាងអញ្ចឹងណាអានេះនំប្របាក់បន្តិចទេបងប្អូនអរគ្នារៀងត្រេកត្រាក់តិចអញ្ចឹងណាចាអញ្ចឹងយើងយកមកអ៊ុតអញ្ចឹងមកណាចាអញ្ចឹងអានេះយើងបានហើយផ្នែកផ្ទាំងមុខអញ្ចឹងណាចាចំណែកផ្ទាំងក្រោយវិញគឺយើងធ្វើដូចគ្នាច្បូតដៃយើងច្បូតដៃមកខាងហើយទាញសាច់នេះទាញសាច់ពីធំកលៈហ្នឹងណាកលៈហ្នឹងយើងអូសវាឲ្យស្មើមកចាហើយយើងតម្រៀបវាចាំតិចតម្រៀបវាមកចឹងមកណាតម្រៀបមកចឹងមកហើយយើងនឹងធ្វើការអ៊ុតបន្តដោយសារតាដៃកាន់កាមេរ៉ាមកខាងដល់ចឹងវាត្រេកត្រាក់តិចហើយដូចបងប្អូនអនុវត្តផ្ទាល់ទៅដៃពីរយើងស្រួលកាន់ស្រួលរៀបស្រួលទប់ចឹងណាប៉ុណ្ណឹងមកវាបានភ្លីផ្ទាំងក្រោយស្អាតហើយនេះអាកន្លែងភ្លីចាស់នេះបើសិនវាស្មើហើយវាខុសភ្លីអីគឺបងប្អូនអាចអ៊ុតសេរីយកភ្លីថ្មីបានចឹងណាហ្នឹងហើយ